บัดจำเริบสู้ประจำในตามสังคม Facebook ถึงอัคนิจติกรุนิจกรรมที่ได้ปีกาเบาสลายอันปีพิบระพึระบักกุมาในเลสกาโลตามการสลายชื่อរបស់វិជ្ជបណ្ឌិតលោកតូនី Blair Criston នៅសហរដ្ឋអាមេរិកបានបង្ហាញឲ្យឃើញថាភាពប្រពៃរបស់កុមារគឺបានកើតឡើងតាំងពីដើមកំណើតរបស់ខ្លួនហើយក៏យើងមិនអាចទៅនឹងកែប្រែចរិតលក្ខណៈរពឹសរបស់គាត់បានដែរដោយសារតែភាពប្រពៃកើតឡើងពីធម្មជាតិរបស់កុមារប៉ុន្តែតាមការបកស្រាយរបស់លោកក៏បានបញ្យល់ឃើញថាកុមាររពឹសគឺជាកុមារដែលមានវ័យឆ្លាតនៅពេលអនាគតកាលដូច្នោះក៏មានការនិយមមួយចំនួនថាក្មេងរពឹសជាក្មេងមួយដែលមានអនាគតល្អដូច្នោះហើយមេត្តាបិតាមួយចំនួននៅពេលដែលខ្លួនដឹងថាមានគភ៌តែងតែរកមធ្យោបាយយ៉ាងណាដើម្បីឲ្យបុត្ររបស់ខ្លួនកើតមកមានភាពវៃឆ្លាតពីដើមកំណើតប៉ុន្តែនៅពេលដែលប្រសូតឡើងមកវិញកុមារនោះមានភាពរពឹសខ្លាំងក៏បង្កលក្ខណៈពិបាកដល់មេត្តាបិតាដែលជាអ្នកថែរក្សាខ្លួនផងដែរហើយតាមការបកស្រាយរបស់លោកម្យ៉ាងទៀតកាលណារពឹសពេកក៏ជាភាពពិបាកមួយសម្រាប់មេត្តាបិតាដែលកូនក្រោយគឺមិនចង់បានបុត្របន្តទៀតនោះទេនេះហើយជាបញ្ហាកត្តាមួយដ៏ពិបាកបំផុត